កាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ចាយុវតីវ័យ23ឆ្នាំម្នាក់ដែលជាសិស្សមហាវិទ្យាល័យត្រូវបានឆ្កែចំនួន3ក្បាលចាដែលជាប្រភេទឆ្កែ Pitbull បងប្អូនទាំងអស់គ្នាឃើញចារូបថតនៅខាងក្រោយហ្នឹងឯងគឺជាប្រភេទឆ្កែមួយប្រភេទហ្នឹងគឺថាបានខំរហូតទៅដល់បាត់បង់អាយុជីវិតពីព្រោះឆ្កែរហូតទៅដល់3ហើយគាត់គឺបានទទួលចាមើលថែទាំឆ្កែហ្នឹងគាត់មិនមែនជាម្ចាស់ទេប៉ុន្តែជាអកុសលអីគឺថាត្រូវបានឆ្កែ3ក្បាលចាគឺថាធ្វើឲ្យគាត់បាត់បង់អាយុជីវិតគួរឲ្យសោកស្ដាយខ្លាំងមែនតើគួរបញ្ជាក់ដឹងដែរថាប៉ូលីសគឺបានព្យាយាមជួយគាត់ដែរប៉ុន្តែជួយអត់បានទេប៉ូលីសព្រោះតែចង់ជួយសង្គ្រោះចាគាត់គឺថាប៉ូលីសបានបាញ់ឆ្កែមួយក្បាលងាប់ប៉ុន្តែ2ក្បាលទៀតគឺថារត់គេចខ្លួនបាត់ទៅហើយប៉ូលីសគេកំពុងតែធ្វើការស៊ើបអង្កេតថាមូលហេតុអីបានឈានចូលដល់ចារហូតទៅដល់ឆ្កែ3ក្បាលនេះបានខំនារីរងគ្រោះនេះរហូតទៅដល់ស្លាប់ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងរដ្ឋ Texas នៃសហរដ្ឋអាមេរិក